បាទជាបឋមអនុញ្ញាតធ្វើការគោរពនិងជម្រាបសួរក៏ដូចជាសួស្តីដល់បងប្អូនសិស្សានុសិស្សថ្នាក់ទី6ទាំងអស់គ្នាគ្រប់សាខាជាទីស្រឡាញ់រាប់អានណាបាទនៅក្នុងសប្តាហ៍នេះបាទគឺបងប្អូនទាំងអស់គ្នាបានជួបគ្រូសាជាថ្មីម្ដងទៀតហើយបាទអញ្ចឹងមួយសប្តាហ៍ដែលយើងបានជួបគ្នាបងប្អូនទាំងអស់គ្នាសុខសប្បាយដែរអត់ទេបាទគ្រូគិតថាបងប្អូនទាំងអស់គ្នានឹងបានមានសុភមង្គលនៅក្នុងក្រុមគ្រួសារណាពីព្រោះទទួលបានការមើលថែទាំពីសំណាក់អាណាព្យាបាលពីក្រុមគ្រួសាររបស់បងប្អូនទាំងអស់គ្នាបាទចំពោះលោកគ្រូផ្ទាល់ក៏សុខសប្បាយដែរណាបាទអរគុណទាំងអស់គ្នាបាទអញ្ចឹងគ្រូក៏កោតសរសើរដល់បងប្អូនមួយចំនួនធំណាដែលក្នុងរយៈពេលនេះអ្វីត្បិតតែបងប្អូនមិនបានមកសាខាមិនបានមកសាលាមិនបានជួបលោកគ្រូអ្នកគ្រូក៏ប៉ុន្តែបងប្អូនបានធ្វើការស្វ័យសិក្សាដោយខ្លួនឯងយ៉ាងសកម្មបាទដូចជាសិក្សារាល់វីដេអូឃ្លីបដែលសាលាបើទីបានរៀបចំជូនបងប្អូនហើយមិនត្រឹមតែប៉ុណ្ណោះគឺបងប្អូនបានធ្វើកិច្ចការផ្ទះបាទជួបលោកគ្រូអ្នកគ្រូវិញបានគ្រប់ចំនួនបាទអរគុណណាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបន្តបាទការយកចិត្តទុកដាក់បន្ថែមទៅលើបាទការសិក្សារបស់បងប្អូនទៀតបាទអញ្ចឹងលោកគ្រូមិនចាំបាច់ធ្វើការណែនាំខ្លួនទេណាបងប្អូនទាំងអស់គ្នាស្គាល់ហើយព្រោះយើងជួបគ្នាបាទ4វីដេអូហើយអូខេបាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺលោកគ្រូមានប្រធានបទថ្មីមួយទៀតដែលសប្តាហ៍មុនគឺបងប្អូនមិនដែលមានទេបាទអញ្ចឹងចង់ដឹងថាតើសប្តាហ៍នេះបងប្អូនទាំងអស់គ្នាសិក្សាអំពីប្រធានបទអ្វីបាទអញ្ចឹងគឺសូមតាមដានទាំងអស់គ្នាណាបាទលោកគ្រូសូមធ្វើការរំលឹកទៅដល់មេរៀនចាស់កាលពីសប្តាហ៍មុនបន្តិចណាជូនបងប្អូនទាំងអស់គ្នាសូមចូលរួមគិតហើយនឹងឆ្លើយទាំងអស់គ្នាដោយបិទសភៅសិនណាអូខេតើកាលពីសប្តាហ៍មុនកថាខណ្ឌគំរូរបស់បងប្អូនគឺពណ៌នាអំពីអ្វីបាទសូមចូលរួមគិតហើយនឹងឆ្លើយទាំងអស់គ្នាបាទសូមចម្លើយតាទៀមទាត់ទាំងអស់គ្នាបាទអញ្ចឹងកាលពីសប្តាហ៍មុនគឺប្រធានបទរបស់យើងគឺពណ៌នាអំពីបាទទូរស័ព្ទបាទនៅក្នុងការពណ៌នាអំពីទូរស័ព្ទដៃតើនៅក្នុងសេចក្តីផ្ដាំក៏ដូចជាតួសេចក្តីនិងសេចក្តីបញ្ចប់គឺគេពណ៌នាអំពីចំណុចអ្វីខ្លះរបស់ទូរស័ព្ទចម្លើយទី1នៅក្នុងសេចក្តីផ្ដាំគឺយើងត្រូវប្រាប់អំពីវត្ថុដែលយើងចង់ធ្វើការពណ៌នាបាទក្រៅពីប្រាប់អំពីឈ្មោះវត្ថុបាទគឺបងប្អូនទាំងអស់គ្នាត្រូវប្រាប់អំពីទីតាំងនៃការទុកដាក់វត្ថុនោះចំពោះតួសេចក្តីវិញបាទគឺបងប្អូនត្រូវពណ៌នាអំពីទ្រង់ទ្រាយរូបរាងឬក៏សន្តានរបស់វត្ថុដែលបងចង់ធ្វើការពណ៌នាបាទពណ៌នាអំពីការថែទាំការប្រើប្រាស់ហើយជាពិសេសគឺត្រូវពណ៌នាអំពីអត្ថប្រយោជន៍នៃវត្ថុនោះបាទចំពោះសេចក្តីបញ្ចប់វិញគឺយើងនិយាយអំពីបាទអត្ថប្រយោជន៍របស់វាចំណាប់អារម្មណ៍របស់បងប្អូនជាមួយនឹងវត្ថុនោះបាទអញ្ចឹងឃើញថាបងប្អូនទាំងអស់គ្នាបាទចងចាំមេរៀនចាស់របស់យើងនឹងបានល្អបាទដូច្នេះនៅក្នុងសប្តាហ៍នេះគឺលោកគ្រូនឹងនាំបងប្អូនទាំងអស់គ្នាទៅលើសរសេរកថាខណ្ឌថ្មីមួយទៀតណាអូខេអញ្ចឹងសូមបងប្អូនធ្វើការឆ្លើយទៅនឹងសំណួររបស់លោកគ្រូមួយបាទនៅពេលដែលបងប្អូនទាំងអស់គ្នានៅផ្ទះណាពេលដែលបងប្អូនកំពុងតែនៅផ្ទះសួរថាតើអ្នកដែលនៅជុំវិញខ្លួនរបស់បងប្អូនហ្នឹងគឺមាននរណាខ្លះបាទពេលដែលបងប្អូននៅផ្ទះអញ្ចឹងអ្នកជុំវិញខ្លួនរបស់បងប្អូនគឺមានបាទមានបងបាទមានអ្នកណាទៀតបាទមានបងប្អូនមានអ្នកណាទៀតបាទមានឪពុកបាទមានអ្នកណាទៀតបាទមានម្ដាយមានយាយមានតាមានអ៊ំពូមីងមិនអញ្ចឹងហ៎បាទអ្នកទាំងអស់នោះគឺជាអ្នកដែលនៅជុំវិញខ្លួនរបស់យើងនៅពេលដែលយើងនៅផ្ទះហើយចុះប្រសិនបងប្អូនមកសាលារៀនវិញពេលដែលបងប្អូនមកសាលារៀនវិញអញ្ចឹងអ្នកដែលនៅជុំវិញខ្លួនបងប្អូននោះគឺមានអ្នកណាគេខ្លះបាទមានលោកគ្រូបាទអ្នកខ្លះទៀតគឺអ្នកគ្រូបាទតែក្រៅពីពួកគាត់ទាំងអស់នោះគឺមានអ្នកណាគេទៀតបាទគឺមានមិត្តភ័ក្តិបាទមានមិត្តភ័ក្តិដូច្នេះនៅក្នុងសប្តាហ៍នេះគឺលោកគ្រូនឹងប្រាប់អំពីបាទវិធីនៅក្នុងការសរសេរកថាខណ្ឌដែលពណ៌នាអំពីមិត្តភ័ក្តិតើយើងសរសេរកថាខណ្ឌមួយណាពណ៌នាអំពីមិត្តភ័ក្តិទៅបានល្អទៅតាមលំដាប់លំដោយមានអត្ថន័យបានច្បាស់ល្អនោះយើងត្រូវចាប់រៀបរាប់ចាប់ផ្ដើមសរសេរពីចំណុចណាទៅចំណុចណាណាបាទគ្រូសូមសួរបងប្អូនមួយតើបងប្អូនធ្លាប់មានមិត្តភ័ក្តិទេបាទច្បាស់ជាធ្លាប់មានអញ្ចឹងហ៎ក្នុងចំណោមមិត្តភ័ក្តិទាំងអស់នោះ
bà ta miền mật na mà nè đặt ôn sở lạnh vào cái khăn gì kế tết chúng ta cho bạn chỉ miền thế và cho bạn chỉ miền và chắc là ngày nó cứ ôn trời vừa ca chân rơi vô quạt mà nè nâng vô một sẽ chân chia cả thạc khăn nét chân chia và tập bọt tôi mùi ok chân đầm bay vừa ca bồ đi ở bên bật hẹn tại bàn trầm tới cứ ôn thử ở tam bàn vui nên cũng tập đi nè vâng chắc ôn được ọc biết cho luôn ăn được ọc liền đấy đây chia sạc máy lùng HCC writing California of we must pet describe about friends đây ok chắc nằm bây giờ sẽ cả thang khăn tới bài là ôn cứ ôn bậc ai từ lời cả thang khăn cùng ru bài cả thang khăn cùng ru chắc là nó cả thang khăn cùng ru nó cứ về miền phía cái lưỡi vui trùng luôn và miền phía bà phía bà chạy cả tết và được nó cứ xong ai ôn từ ọc phía bắt đầu tạo rong từ lưỡi ba phía từ lưng nó nông bằng phía là bằng lục hù này và chắc xong ôn từ ọc phía cho luôn an từ ọc phía tại bàn từ tới và chắc phía tìm mùi ôn cho an thế và phía tìm mùi đấy cứ những an thá tuấn luân và tuấn luân xong an mà đón tiếp ở lưỡi tuấn luân và làm trời cho một đợt vị tí vì bài vị tí phê cứ những ai thá bật thi trà và đón tiếp đó bật thi trà và xong mà đón tiếp bật thi trà và cho một đợt về bản tố vị tí bấy cứ những ai thá bòn ná lầy bón là lầy và cho một đợt về bản tố tiết cứ vị thá úp xà nhé và bị cho cao cứ bị thá và pro prật và pro prật chẳng có ôn từ ọc nếu cứ cho bác chỉ ngon lên thằng cô ta ban tiệc từ ôn nó cứ vì miền đây từ cái đất bị mùi muối và chất sông tam đàn từ lời áp lấy đâu bác làm sao để bị mùi từ ốc như đáp ôn từ ốc nên bằng to bị ban và sẵn sàng từ lời ban bị hai cứ ôn cho một đòn sẵn sàng làm sao được ắt là không bị mùi đấy và chân nên cứ không ban xoay được ở thằng này bởi vì là không phải chỉ là một còn chung ổn và chắc ăn ở phía biết cường lưng muối tuấn luân hạ vị chỉ con ở điếm miền đầy hà sự hiệp và sự hiệp ôn phong lưới việt là tuấn luân đó và bạn chỉ có bài này về để dành cho con này vì một con nam mà nè đấy và ông tê hó nề lý miền sầm đầy tuấn luân miền đầy thá sầm đây để còn mình trên màu nên bà cứ miền bị cha miền bị ba sòng rôm nè sự hiệp và mình bèn cào cài trên sầm đây và còn cứ miền hiệp tuấn luân vì bất thi cha là vì chỉ niếm cứ miền đây thá cha tùng manu cha để được chúng ta đằng và manu cha ở ông tê hó nhớ trời cổ rốt cha bất thi cha đấy ở đây thời cổ rốt cha bất thi cha và cho nó mình tổ biết tí bắt biết tí bay bón là lầy score lấy ôn bạn chỉ score vì con thân này sạc khai thì mình mới cứ miên câu mà là lầy rồi nhé ok bón là lầy thả bị chỉ niếm bên đây thế ti cần lầy sầm ráp đồng cỏ túc xỉu thơ có buồn cho bác xem nhé giật thơ còn pi cái buồn cho bác thì cha là tí nông và viên để tiên đấy có miếng này là tí nông đấy và ông thể hó nhóm an siêu thứ nó bón là lầy và biết thì buồn bà cứ úp xa thả biệt chỉ con là điểm và đái phi diêm mình chờ và ấu độ xa ở tế và
xa vì cô thật ôn bán tạm đàn rốt video thì đã là bàn tìm trong chúng tôi ôn chắc cả đại dương siêu diêm hay dương mình sẽ là chắc là cái hàng thác úp xa và thì họ bố ná chia sớt úp xa và bên đây các quan sừng bát không được nóng cái sâu và biết đi pram và pro rất hạ bị chỉ kể giả sát bên đây cả vớ tám pro thì bạc tam và úp thì họ dương mình trời pro rất ông bơ ở trọ nè chân bên của nước từng óc cứ phải ai chui ôn ấy chặt vô khâm xa rồi bó ăn tập bọt cùng rù chân từ óc nhé tạm đàn từ đó ăn bọt cùng rù từ óc đi đáng ôn óc nhé bằng to bị ban từ xa từ lơ bị phải chạy cái tết ôn vô bên đây rồi bằng bị chạy từ thằng gái chân cứ ôn vô bị phải chạy từ thằng óc nuôi vô ăn từ này bao ví vô một rá là bây giờ ôn ăn tập bọt cùng rù bằng dư nhé tại chân dương chưa luôn ăn từ óc gì sẽ ở đây ăn bài trong biên mật mà đẹp mua xăm tệ ca thì ca hệ giấy ai giúp động mũi nằm niêm biên tí lòng nữ nông phun mùi chất phun rồi bọt nhom sập ngày niên riêng nữ nạ ti và mùi có chia muối trong đài háo chia mất đo lõ rồi bọt nhom xăm tệ ca thì ca miên riêng đào pua sò la dầm bó sần đại bái đáy chư sờ lốn sọ slot về bọc plasma này máy thay dùng cho một cao suối bỏ bô muốt cỏ hòm sài tật mục sọc xài cua chia tí rọp án tí mật thét nâng một nụ tú tận xong tỷ cá thì cá miên sầm đầy tuấn lùn sụp hi bìm xà chiều muối mật thét lục rú nẹt rú nâng trang phất thi trà niếng chi khmê ụ xa chi diễm nông ca giật xá riêng sầu nè nở bé tranh lính rứ mau cùng đề niêng tay chô bòn nà lầy an xỉu phờ rứ vơ lùng hạt xềm nở nóng ca giật xá niếng tay từ tuột bàn chồng nắp nặng lõ chỉ riêng roa khải lục rú nẹt rú tay sò xa niếng cướp nia niếng chô chặt lên là bài ná đại miến sụp quát thiệp hiệp chồng nát ai ca nghĩa với niếng vô chặt tục đắc thử đài mình tha tai cô là cam nơi xà là riêng còn học tế ca nghiệp tiếc còn niếng cũng xa chỉ nghiệp đài ở phúc mà đài nâng nẹp phung tay sò xa niếng cốp cực nìa son tệ ca đi cá chia mình làm nít chia sầm đấy lục rú nẹp rú quất sò xa niếng bột niếng chạp vô cách cá tàng lái nông cá sạch xa niếng mẫn bọc cánh rất ảo trong vua mật na mà nẹ lói hói tay chui quần dữ cách ca xem rứ lùm hạt đại nhôm rứ mật thẹt đỏ tay tiết mật dữ son tệ ca rỉ cá tay chui đang tươn nai loang nhôm nơi bé nhôm lịch luôn bọc rất ổng bơ mân bọc bay nả mùi son tệ ca rỉ cá chia mất đo lõ rồi bọc chiều nâng mật hẹn đỏ tay tiệt trong cổ rốt sò lanh niềng nè prốt kế chỉ mất đo lõ đài rồi dương tèm ọc nía cua vô đỏ rạc tam và cho nên cái chia áp tập bọt cùng ru đại cái phương ca bọt bị mật hẹn to rồi bọc kề nè và chắc là cô trong đăng thay cài về để ông ấp như bàn an thì mùi cô tới dương bị làm xa luôn rồi bỏ cả thay khăn cùng rồi để bàn của đợt ná giúp ông từ ấp ní sống và bật hớ hớ slide từ nên sầm luôn bay rồi bọc được rồi nè triêm từ ấp này bạn từng ấp ní triêm hai nấc hãy đấy bà ta sửa thì mùi bà sửa thả tá
អត្ថបទកថាខណ្ឌគំរូអំបញ្ញមិញនេះគឺគេពណ៌នាអំពីនរណាបាទសូមចម្លើយកថាខណ្ឌអត្ថបទគំរូមិញហ្នឹងគឺពណ៌នាអំពីមិត្តម្នាក់ឈ្មោះសន្តិការីកាបាទត្រឹមត្រូវចូលមកដល់សំណួរទី2បាទតើសន្តិការីកាគាត់មានបាទរូបរាងដូចម្ដេចបាទសូមចូលរួមគិតហើយនឹងឆ្លើយទាំងអស់គ្នាសូមចម្លើយទៀងទាត់ទាំងអស់គ្នាសន្តិការីកាបាទគឺនាងមានបាទកម្ពស់ខ្ពស់បាទកម្ពស់ខ្ពស់ស្រឡះបាទភ្នែកខ្មៅថ្លាយងបបោមាត់ស្ដើងណាបាទសក់វែងប្រប្រាស់ស្មាសម្បុរសណ្ដែកបាយបាទសំណួរចុងក្រោយតើសន្តិការីកាគឺជាមនុស្សបែបណាបាទសូមចម្លើយសន្តិការីកាគឺជាបាទគឺជាសិស្សល្អដោយយកចិត្តទុកដាក់នៅក្នុងការសិក្សាហើយនឹងធ្វើទៅតាមបាទការណែនាំការផ្ដល់ដំបូន្មានរបស់លោកគ្រូអ្នកគ្រូមិនតែប៉ុណ្ណោះបាទសន្តិការីកាក៏ជាមិត្តល្អម្នាក់ដែរគឺគាត់ចេះជួយបាទចេះជួយពន្យល់មិត្តភ័ក្តិចេះជួយយកអាសាអ្នកដែលនៅក្នុងរួមថ្នាក់ជាមួយគ្នាបាទចំពោះនៅផ្ទះវិញនាងគឺជាកូនស្រីដ៏ល្អម្នាក់ក្នុងគ្រួសារដែលជួយធ្វើកិច្ចការផ្ទះណាមិនតែប៉ុណ្ណោះគឺនាងតែងតែបាទជួយធ្វើឲ្យគេឈ្មោះរបស់គ្រួសាររបស់គាត់ក្នុងការបានមានន័យថាគាត់បានរកកិត្តិយសជូនគ្រួសាររបស់គាត់ជាសរុបមកសន្តិការីកាគាត់គឺជាបាទកូនល្អសិស្សល្អហើយនឹងមិត្តល្អបាទត្រឹមត្រូវបងប្អូនទាំងអស់គ្នាឆ្លើយបានល្អតែអញ្ចឹងយើងចូលរួមទៅដល់ការស្វែងរកពីគម្រោងតែងទាំងអស់គ្នាណាអញ្ចឹងចូលរួមបន្តមួយគ្រូបន្តទៀតអូនទាំងអស់គ្នាធ្វើការផ្ដោតអារម្មណ៍ទៅលើកថាខណ្ឌគម្រោងរបស់គេហើយយើងនឹងធ្វើការទាញយកបាទគម្រោងតែយើងមើលនៅក្នុងកថាខណ្ឌរបស់គេនេះគឺធ្វើការពណ៌នា3ចំណុចធំណាបាទពីចំណុចហ្នឹងមកដល់ហ្នឹងអានេះយើងហៅថាជាសេចក្តីផ្ដើមបើចាប់ពីនេះមករហូតបាទមកដល់ត្រង់ចំណុចនេះបាទនេះគឺជាតួសេចក្តីហើយនេះគឺជាសេចក្តីបញ្ចប់នៅក្នុងសេចក្តីផ្ដើមចាប់ពីហ្នឹងមកដល់ហ្នឹងគេសង្កេតមើលថាតើគេប្រាប់អ្វីនៅក្នុងនោះខ្ញុំមានមិត្តម្នាក់ឈ្មោះសន្តិការីកាភេទស្រីអាយុ11ឆ្នាំបាទអញ្ចឹងមានន័យថានៅក្នុងកថាខណ្ឌរបស់យើងទី1គឺយើងត្រូវប្រាប់បាទគឺត្រូវប្រាប់ឈ្មោះមិត្តភក្តិណាម្នាក់ដែលយើងចង់លើកយកមកធ្វើការពណ៌នាណាទី1បងប្អូនត្រូវប្រាប់អំពីឈ្មោះទី2គឺត្រូវប្រាប់អំពីប្រភេទថាតើគាត់ប្រុសឬក៏ស្រីមិត្តភក្តិរបស់បងប្អូននឹងបាទទី3ក្រៅពីឈ្មោះហើយនិងភេទគឺបងប្អូនត្រូវប្រាប់អំពីបាទអាយុបច្ចុប្បន្នហ្នឹងគឺគាត់មានអាយុប្រហែលឆ្នាំបាទអាយុប្រហែលឆ្នាំណាបាទអញ្ចឹងមួយទៀតនាងមានទីលំនៅក្នុងភូមិមួយចិត្តបាទនេះអញ្ចឹងអានេះគឺប្រាប់អំពីទីលំនៅដូច្នេះសរុបមកនៅក្នុងសេចក្តីផ្ដើមគឺបងប្អូនទាំងអស់គ្នាត្រូវយកធាតុសំខាន់4យកមកធ្វើការពណ៌នាដែលទី1គឺប្រាប់អំពីឈ្មោះរបស់អ្នកដែលបងប្អូនត្រូវធ្វើការសរសេរពណ៌នាទី2ប្រាប់អំពីភេទបាទទី3ប្រាប់អំពីអាយុហើយទី4គឺប្រាប់អំពីបាទទីលំនៅសូមបញ្ជាក់ថាទីលំនៅនេះបើសិនបងប្អូនស្គាល់បងប្អូនដាក់មកបងប្អូនស្គាល់ទេអាចកំណត់បានចំណុចហ្នឹងណាអូខេសង្កេតមើលតួសេចក្តីបាទសន្តិការីកាគឺមានបាទមានរាងស្ដើងខ្ពស់ស្រឡះណាមានសក់វែងប្រប្រាស់ស្មាភ្នែកបបោមាត់អូខេសម្ដីទន់ភ្លន់ជាងទាំងអស់ហ្នឹងគឺយើងធ្វើការពណ៌នាអំពីបាទរូបសម្បត្តិណាអញ្ចឹងនៅក្នុងតួសេចក្តីទី1ត្រូវពណ៌នាអំពីរូបសម្បត្តិបាទក្រៅពីពណ៌នាអំពីរូបសម្បត្តិណាគាត់មានសម្ដីទន់ភ្លន់សុភាពរាបសារបាទចេះគោរពចាស់ព្រឹទ្ធាចារ្យអញ្ចឹងអាហ្នឹងគឺយើងត្រូវពណ៌នាអំពីចរិយាសម្បត្តិបាទរូបសម្បត្តិផ្សេងចរិយាសម្បត្តិផ្សេងបងណាបាទរូបសម្បត្តិអ្វីដែលយើងមើលឃើញរូបរាងបាទចំណែកចរិយាសម្បត្តិនៃថាអរិយាបថណត់គំនិតរបស់គាត់ទម្លាប់របស់គាត់បាទបាទតទៅទៀតប
បាននៅក្នុងថ្នាក់គឺគាត់តែទៅចូលទៅអានសភៅក្នុងបណ្ណាល័យបាទចេះជួយមិត្តភ័ក្តិចេះធ្វើតាមបង្រួបអ្នកគ្រូចំណែកនៅផ្ទះវិញបាទគឺគាត់តែងតែបាទជួយធ្វើការងារផ្ទះបាទអញ្ចឹងថតកន្លែងនេះគឺគេធ្វើការពណ៌នាអំពីសកម្មភាពរបស់គាត់ណាសកម្មភាពបាទអញ្ចឹងបន្ទាប់ពីពណ៌នាពីសកម្មភាពហើយនៅក្នុងសេចក្តីបញ្ចប់របស់យើងនេះគឺធ្វើការពណ៌នាអំពីបាទផ្ដោតទៅលើចំណាប់អារម្មណ៍របស់យើងផ្ទាល់ចំពោះគាត់តើយើងត្រូវធ្វើដូចម្តេចជាមួយគាត់ដោយសារតែគាត់ជាមនុស្សល្អអញ្ចឹងយើងគួរតែយកដំណាប់តាមអត់បាទអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើការសិក្សាទៅលើគម្រោងតែងទាំងអស់គ្នាបាទអរគុណទាំងអស់គ្នាបាទអញ្ចឹងសូមបន្តការងាររបស់យើងតទៅទៀតបន្ទាប់ពីបានធ្វើការសិក្សាទៅលើកថាខណ្ឌគម្រោងហើយបាទបងប្អូនទាំងអស់គ្នាធ្វើការសិក្សាទៅលើគម្រោងតែងម្ដងណាបាទអញ្ចឹងនៅពេលដែលបងប្អូនបានគម្រោងតែងនេះហើយគឺគ្រូនឹងមានកិច្ចការងារថ្មីមួយទៀតឲ្យបងប្អូនទាំងអស់គ្នាធ្វើអញ្ចឹងបងប្អូនអាចបំពេញកិច្ចការឲ្យលោកគ្រូបានល្អគឺលុះត្រាតែបងប្អូនទាំងអស់គ្នាយល់ពីគម្រោងតែងឲ្យបានច្បាស់បាទអញ្ចឹងយើងចូលមកដល់គម្រោងតែងទាំងអស់គ្នាណាបាទគម្រោងតែងជាទូទៅគឺយើងធ្វើការសរសេរជាកថាខណ្ឌនេះយើងបានបែងចែកវាជាធាតុ3បាទធំទី1គឺសេចក្តីផ្ដើមទី2តួសេចក្តីទី3គឺសេចក្តីបញ្ចប់បាទអញ្ចឹងនៅក្នុងសេចក្តីផ្ដើមតាមរយៈកថាខណ្ឌគម្រោងរបស់យើងហ្នឹងគឺបានបង្ហាញណាគេបានលម្អិតបន្ថែមថាធាតុសំខាន់ដែលបងប្អូនត្រូវប្រើហ្នឹងត្រូវធ្វើហ្នឹងគឺវាមាន4ណាទី1គឺប្រើអំពីឈ្មោះណារបស់មិត្តភក្តិណាម្នាក់ដែលយើងត្រូវធ្វើការកោតសរសើរទី2គឺត្រូវប្រើអំពីភេទបាទតើគាត់ហ្នឹងគឺប្រុសឬស្រីទី3គឺប្រើអំពីអាយុបាទទី4ប្រើអំពីទីលំនៅហើយនៅក្នុងនេះបន្ថែមទៀតបាទគឺយើងអាចបន្ថែមទៅលើមុខរបរប្រសិនបើមានប្រសិនបើអាចតោះណាបាទអញ្ចឹងនៅក្នុងកថានៅក្នុងគម្រោងតែនេះគឺក្រៅពីមិត្តភក្តិយើងក៏អាចធ្វើការពណ៌នាអំពីបុគ្គលផ្សេងបានផងដែរប្រសិនបើយើងពណ៌នាអំពីមនុស្សធំក្រៅពីប្រាប់ឈ្មោះភេទអាយុនិងទីលំនៅហើយយើងអាចបញ្ជាក់ពីមុខរបរពីទួលនីតិរបស់គាត់ទៀតអាហ្នឹងប្រសិនបើយើងពណ៌នាអំពីមនុស្សធំណាប្រសិនបើបងប្អូនពណ៌នាអំពីមិត្តភក្តិឬក៏មិត្តសម្លាញ់បងប្អូនហ្នឹងគឺថតកន្លែងមុខរបរនេះអត់ទាន់មានទេព្រោះគាត់ហ្នឹងគឺជាសិស្សបាទអញ្ចឹងបងប្អូនមិនចាំបាច់ដាក់ទេណាគឺមានឈ្មោះភេទអាយុហើយនឹងទីលំនៅទៅបាទប៉ុណ្ណឹងបានហើយនៅក្នុងសេចក្តីផ្ដើមបាទចូលមកដល់តួសេចក្តីបាទតួសេចក្តីនេះគឺបងប្អូនត្រូវធ្វើការពណ៌នាឲ្យបានច្រើនបន្តិចបាទដោយផ្ដោតទៅលើធាតុផ្សំរបស់វាសំខាន់គឺ3ទី1គឺរូបសម្បត្តិនេះគឺមានន័យថាអ្វីដែលយើងមើលឃើញពីខាងក្រៅតើគាត់ធាត់ឬក៏ស្គមបាទហើយមុខមាត់ហ្នឹងគាត់មិនបាច់ពណ៌នាមុខរបស់គាត់ទៅណាមុខភ្នែកបាទច្រមុះមាត់បបោមាត់បាទសក់បាទក្រៅពីនោះទៀតពណ៌នាអំពីដៃជើងស្រឡូនវែងណាបាទនិយាយរួមទៅគឺត្រង់កន្លែងចំណុចរូបសម្បត្តិនេះគឺបងអូនត្រូវធ្វើការពណ៌នាអំពីរូបរាងអ្វីដែលបងអូនមើលឃើញពីខាងក្រៅបាទបន្តទៅទៀតចរិយាសម្បត្តិនេះគឺមានន័យថាអ្វីដែលយើងមើលអត់ឃើញបាទអ្វីដែលយើងមើលអត់ឃើញចុះបើមើលអត់ឃើញអញ្ចឹងយើងគិតពណ៌នាអំពីស្អីបាទតើគាត់នឹងគឺជាមនុស្សមិនគាត់នឹងឧស្សាហ៍ទេបាទគាត់ជាមនុស្សឧស្សាហ៍គាត់នឹងឆ្លាតគាត់នឹងក្លាហានគាត់នឹងគឺជាមនុស្សស្លូតត្រង់គ្មានកលល្បិចបាទទាំងអស់ហ្នឹងណាបាទទាំងអស់ហ្នឹងគឺយើងឲ្យឈ្មោះថាជាចរិយាសម្បត្តិគឺពណ៌នាអំពីអ្វីដែលយើងមើលមិនឃើញបាទចំណុចទី3បាទគឺនិយាយអំពីសកម្មភាពត្រង់ចំណុចនេះដែលយើងរាប់ថាគាត់គឺជាមិត្តភក្តិម្នាក់ដ៏ល្អគាត់គឺជាបុគ្គលម្នាក់ដែលយើងកោតសរសើរគឺលុះត្រាតែគាត់បានធ្វើនៅសកម្មភាពមួយចំនួនដែលបងប្អូនពេញចិត្តអញ្ចឹងណាអញ្ចឹងត្រូវកន្លែងចំណុចសកម្មភាពនេះគឺបងប្អូនត្រូវធ្វើការពណ៌នាឲ្យបានច្រើនបាទសកម្មភាពនេះគឺបងប្អូនធ្វើពណ៌នាតើនៅសាលារៀនបាទគាត់បានធ្វើអ្វីខ្លះហើយចុះនៅពេលទំនេរវិញនៅសាលារៀនហ្នឹងគឺគាត់បានធ្វើអីខ្លះបាទជាមួយនឹងបាទទំនាក់ទំនងជាមួយនឹងលោកគ្រូអ្នកគ្រូជាមួយនឹងមិត្តភក្តិគាត់បានធ្វើអីខ្លះគាត់យកចិត្តទុកដាក់ទេបាទគាត់នឹងឧស្សាហ៍ទេបាទក្រៅពីពណ៌នាពីសកម្មភាពរបស់គាត់នៅសាលារៀន
ដោយសារតែគាត់ជាមិត្តល្អរបស់យើងអញ្ចឹងគឺបងទាំងអស់គ្នាអាចដឹងពីសកម្មភាពរបស់គាត់នៅផ្ទះបាទអញ្ចឹងយើងត្រូវធ្វើការពណ៌នាពីសកម្មភាពបាទនៅផ្ទះតើនៅផ្ទះគឺគាត់ជួយធ្វើការងារអីខ្លះកិច្ចការអីខ្លះគាត់នឹងចេះស្ដាប់បង្គាប់ឪពុកម្ដាយទេគាត់នឹងធ្វើឲ្យឪពុកម្ដាយបបាក់ចិត្តអត់ទេបាទមិនតែប៉ុណ្ណោះគឺគាត់នឹងបានធ្វើឲ្យកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់គ្រួសារគាត់នឹងគឺបានធ្លាក់ចុះឬក៏គេកោតសរសើរបាទអញ្ចឹងគឺបងត្រូវធ្វើការពណ៌នាត្រង់កន្លែងចំណុចសកម្មភាពនេះបាទអញ្ចឹងជារួមមកវិញនៅក្នុងចំណុចតួសេចក្តីនេះគឺបងត្រូវប្រាប់ធាតុសំខាន់3ទី1ពណ៌នាអំពីរូបសម្បត្តិរូបរាងទី2ពណ៌នាអំពីចរិយាសម្បត្តិទី3ពណ៌នាអំពីសកម្មភាពរបស់គាត់បាទចូលមកដល់ចំណុចទី3នេះគឺជាសេចក្តីបញ្ចប់របស់កថាខណ្ឌរបស់យើងបាទអញ្ចឹងនៅត្រង់កន្លែងចំណុចបញ្ចប់នេះផងដែរគឺយើងមាន2ចំណុចដែលបងត្រូវធ្វើការសរសេរបាទដល់ចំណុចទី1គឺយើងមានតម្លៃទី2គឺយើងមានចំណាប់អារម្មណ៍ចំពោះមិត្តម្នាក់ដែលយើងបានលើកជុំមកពណ៌នានៅបាទវាតម្លៃនេះគឺដោយសារតែគាត់នេះមានសកម្មភាពទាំងអស់នេះអញ្ចឹងគឺយើងអាចសន្និដ្ឋានបានថាគាត់គឺជាមនុស្សបែបណាបាទទេបាទគាត់គឺជាមនុស្សបែបណាបាទហើយចំណាប់អារម្មណ៍នេះបាទគឺបង្ហាញអំពីបាក់ទឹកចិត្តរបស់ប្អូនដោយផ្ទាល់គិតយ៉ាងម៉េចគិតដូចតែចំពោះមិត្តភក្តិម្នាក់នោះបាទយើងស្រឡាញ់គាត់ទេយើងគោរពរាប់អានគាត់ទេបាទជាពិសេសគឺយើងគួរតែយកតម្រាប់តាមគាត់ដែរឬអត់បាទអញ្ចឹងអរគុណដល់អ្នកគ្នាក្រោយពេលដែលបានកថាបានគម្រោងតែងនេះហើយបាទគឺលោកគ្រូមានជាកិច្ចការទាំងមួយទៅកាន់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងសូមតាមដានបន្តទៅទៀតបាទអញ្ចឹងបងទាំងអស់គ្នាបន្ទាប់ពីបានគម្រោងតែងហើយគឺលោកគ្រូមានកិច្ចការផ្ទះមួយចំពោះបងទាំងអស់គ្នាណាលោកគ្រូសង្ឃឹមថាបងទាំងអស់គ្នានឹងបំពេញកិច្ចការផ្ទះនេះបានល្អហើយត្រឹមត្រូវបាទអញ្ចឹងសូមអញ្ជើញអ្នកគ្នាកិច្ចការផ្ទះចូលបងអូនសរសេរកថាខណ្ឌពណ៌នាអំពីមិត្តណាម្នាក់ដោយប្រើគម្រោងខាងលើឲ្យបានក្បោះក្បាយតាមតនេះកិច្ចការផ្ទះបងបាទអញ្ចឹងកិច្ចការផ្ទះនេះគឺធ្វើការពណ៌នាអំពីមិត្តណាម្នាក់ដែលបងអូនគិតថាគាត់គឺជាមនុស្សដែលយើងបាទគួរឲ្យកោតសរសើរអញ្ចឹងយើងត្រូវធ្វើការសរសេរនេះគឺផ្ដោតទៅលើគម្រោងតែងពីខាងលើហ្នឹងហើយបាទអញ្ចឹងត្រូវយកគម្រោងតែងនេះយកមកបន្ថែមបាទគាត់ទៅឈ្មោះអីអាយុប្រមាណបាទប្រើគម្រោងតែងណាបាទអរគុណបាទអញ្ចឹងដោយសារតែពេលវេលារបស់យើងមានកំណត់ណាបាទអញ្ចឹងការបង្រៀនរបស់គ្រូគឺត្រូវបញ្ចប់ប៉ុណ្ណឹងក៏ប៉ុន្តែមុននឹងចប់គឺលោកគ្រូសូមក្រាបដល់បងប្អូនទាំងអស់គ្នាណាគឺតេតតងទៅនឹងអនាម័យបាទពីព្រោះថាដោយសារតែនៅពេលបច្ចុប្បន្ននេះគឺបាទជំងឺរាតត្បាតម្យ៉ាងបាទ COVID-19 បាទគឺជាជំងឺដែលរាតត្បាតសកលពេញពិភពលោកបាទដូច្នេះសូមបងប្អូនទាំងអស់គ្នាបាទប្រុងប្រយ័ត្នក៏ដូចជាការពារខ្លួនណាបាទអញ្ចឹងនៅក្នុងឱកាសនេះផងដែរគឺលោកគ្រូសូមបង្ហាញចូលរួមបន្តិចគឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់ម៉ាស់បាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ម៉ាស់នេះគឺការពារខ្លួនកុំឲ្យឆ្លងជំងឺនឹងបានពីផ្នែកផងដែរអញ្ចឹងទី1ម៉ាស់នេះគឺជាម៉ាស់ដែលថ្មីទី2ដៃរបស់បងប្អូនគឺជាដៃដែលស្អាតលាងស្អាតណាអញ្ចឹងគឺបងប្អូនត្រូវបត់ម៉ាស់នេះជា2បាទបត់ម៉ាស់នេះជា2បាទបន្ទាប់ពីបត់វាជា2ស្មើគ្នាហើយគឺបងប្អូនត្រូវទាញបែបនេះអូខេបាទបន្តមកទៀតគឺបងប្អូនត្រូវយកវាមកពាក់នៅលើត្រចៀកទាំងសងខាងបងប្អូនឲ្យបានត្រឹមត្រូវបាទតមកទៀតគឺបងប្អូនត្រូវចុចផ្នែកខាងលើនេះដើម្បីឲ្យវាក្តោបច្រមុះបងប្អូនបាទឲ្យប្រកាសថាវាអត់មានប្រហោងឬក៏រុនចូលបាទហើយទី5គឺត្រូវទាញដើម្បីឲ្យម៉ាស់របស់បងប្អូននេះគឺគ្របនៅនឹងចង្ការរបស់បងប្អូនបាទឆ្វេងស្ដាំពីលើពីក្រោមគឺអត់មានជំហរនេះគឺជាការប្រើប្រាស់ម៉ាស់ដែលត្រឹមត្រូវបាទសូមបងប្អូនទាំងអស់គ្នាចូលរួមថែរក្សាសុខភាពទាំងអស់គ្នាបាទអញ្ចឹងបងប្អូនទាំងអស់គ្នានឹងជួបគ្នានៅឱកាសក្រោយទៀតនៅសប្តាហ៍បន្ទាប់អូខេជំរាបលាបាយបាយ